ជំរាបសួរបងប្អូនញាតិមិត្តក្នុងប្រទេសក្រៅប្រទេសជាពិសេសជំរាបសួរដល់រៀនច្បងជាគ្រូនិងប្អូនដែលមានចំណេះដឹងច្រើនថ្ងៃនេះខ្ញុំសូមធ្វើជាវីដេអូដើម្បីទុកក្នុង YouTube ចែកជូនដែលអ្នកគោរពស្រឡាញ់នៃវត្ថុស័ក្តិសិទ្ធិដើម្បីឲ្យលោកតាមថែរក្សាថ្ងៃនេះខ្ញុំថតជម្រាបជូនបងប្អូនខ្សែអគ្គនេះសាងអំពីដងភ្នែកមួយមាត់មួយអ្នកខ្លះហៅថាដងភ្នែកពីរតាមពិតគេហៅថាដងភ្នែកមួយមាត់មួយបានត្រូវចំតួហើយខ្សែនេះខ្ញុំរៀបឡើងដោយមានក្បួនខ្នាតដូចជាការរៀបខណ្ឌគុណបងគុណញាតិគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃគុណមេត្តាបិតានិងហើយគុណព្រះពុទ្ធហើយចំណែកជាខ្សែមេបន្តោកនេះសាងឡើងដោយក្លឹមអំពិលរលេះភ្នំជាតួអង្គព្រះសិអាហើយនៅនឹងកុដិលោកមានដាំពេជ្រ1លីកន្លះហើយនៅនឹងខ្សែពាក់ឈៀងគេហៅថាសង្វាខ្សែសង្វានេះដាំត្បូងពេជ្រដែរហើយខាងក្រោយនៅមកុដខាងក្រោយក៏ដាំត្បូងពេជ្រដែរហើយខាងសង្វាពាក់ជាងនេះចុងមេដៃសហ្នឹងក៏ត្បូងពេជ្រដែរហើយចំនួន1លីទេបងប្អូនអត់មានលុយដាក់ច្រើនទេដាក់តែប៉ុណ្្នឹងបានហើយដាក់ធំពេកអត់ត្រូវលេបអង្គដូចថាលើសទំហំហើយរូបចម្លាក់ទាំងនេះសាងដោយដៃផ្ទាល់ហើយរូបតួអង្គអមសងខាងតួអង្គព្រះសិអានេះតួអង្គខាងស្ដាំនេះគឺព្រះពុទ្ធសម្ដែងធម្មចក្រនៃព្រះអង្គសម្ដែងធម្មចក្រហើយតួអង្គខាងឆ្វេងនេះព្រះអង្គអភ័យប្រសាទអ្នកខ្លះហៅថាអភ័យអ្នកខ្លះហៅថាហើយប្រសាទសាងពីក្លឹមអំពិលដូចគ្នាហើយតួអង្គខាងឆ្វេងនេះខាងលើតួអង្គសាងពីក្លឹមអំពិលហៅថាព្រះពុទ្ធប្រណម្យលើកដៃប្រណម្យនេះជាព្រះពុទ្ធព្រះនំហើយខាងស្ដាំនេះព្រះអង្គសមាធិហើយចំណែកខាងស្ដាំនេះវិញក៏សាងពីក្លឹបអំពិលដែរក្លឹបអំពិលភ្នំរលេះនេះជាព្រះអង្គចាញ់មាឬក៏ហៅថាព្រះអង្គត្រាស់ដឹងចំណែកខាងឆ្វេងនេះក៏ព្រះអង្គចាញ់មាដែរហៅថាព្រះអង្គត្រាស់ដឹងហើយបានធ្វើកិច្ចវិធីនិមន្តយាងតួអង្គគង់សន្ធិដ្ឋហើយបានអភិសេកបាន2ដងហើយអភិសេកនៅវត្តហើយចំណែកបងប្អូនខ្លះថាគាត់បានជួបប្រទេសគាត់ថាក្លឹម7កាចខ្លាំងប្រើយកមកគោរពអត់បានកាចតែខ្ញុំសូមជម្រាបថាបើសម្រាប់ខ្ញុំគោរពបានដោយសារអីខ្ញុំ
ជាងរបស់ខ្ញុំដែលឲ្យជាងឆ្លាក់នេះឆ្លាក់ដោយដៃហើយជាងគេយល់ដឹងហើយគេឆ្លាក់គល់ខាងបលាំងចុងខាងលើជាងខ្លះសុំទោសជាងខ្លះគាត់អត់បានយល់គាត់ឆ្លាក់តំណងគាត់មើលរៀងតំណងគាត់ឆ្លាក់អញ្ចឹងជួនកាលគល់ឡើងទៅលើចុះមកក្រោមអានឹងគោរពអត់កើតទេយកមកគោរពលោកអត់បានទេមានភាពអញ៉ែអញ៉ៃក្នុងផ្ទះឲ្យបងប្អូនខ្ញុំអត់ចេះរៀបរាប់ទេហើយការគោរពស្រឡាញ់ហើយការនិយាយក៏មិនបានពីរោះដូច្នេះខ្ញុំអត់ហើយនិស័យខ្ញុំស្រឡាញ់គេដំណើរដូនតាដែលបានបន្សល់ឲ្យអញ្ចឹងហើយខ្ញុំថតទុកជាឯកសារដើម្បីជូនកូនក្មួយបងប្អូនដែលមានចិត្តស្រឡាញ់រៀបចំតាមលំដាប់ហើយការរៀបតាមលំដាប់នោះទៅទៀតគឺកាលណាយើងរៀបតាមលំដាប់ខ្សែលើកក្រងឬក៏ហៅថាលើកពាក់មកអត់ធ្ងន់ទេឲ្យតែរៀបត្រូវឃើញថាធំហើយតួហើយបន្តោកច្រើនតែអត់ធ្ងន់ទេស្រាលតែបើរៀបអត់ត្រូវហើយខ្សែនេះខ្ញុំរៀបតួប្រពុតទាំងអស់អត់មានលាយចម្រុះជាមួយតួហើយខាងសេវៈឬក៏ខាងលោកតាព្រះមុនីអីសីទេរៀបចំដោយតួប្រពុតគ្រប់តួអង្គដែលតួអង្គព្រះសិអានេះត្រូវនឹងបានត្រាស់នៅកាប់នេះហើយបងប្អូនហើយតួអង្គទាំង4ខាងលើ3កាយា4កាយាខាងលើនេះសិតតែបានត្រាស់រួចហើយនៅតែតួអង្គព្រះសិអាទេដែលត្រូវនឹងត្រាស់ដឹងនៅពេលឆាប់ខាងមុខនេះតាមចាស់បានដំណើរឡើងមកយើងដឹងក្បួនខ្នាតខ្លះអញ្ចឹងណាបងប្អូនហើយនៅចំពោះនៅបាតបលាំងខ្ញុំមានបញ្ចុះតួអង្គព្រះសិអានេះខ្ញុំបញ្ចុះមាសនិងប្រាក់ហើយនឹងបញ្ញាផ្សេងទៀតមានទាំងបញ្ញាពៅដោះជាពិសេសសូមជម្រាបប្រាប់បងប្អូនថាក្លឹបអំពិលធាតុក្តៅអញ្ចឹងកាលណាបងប្អូនឆ្លាក់ក្លឹបអំពិលធ្វើជាតួអង្គអ្វីមួយបងប្អូនអាចសួរទៅជាងសូមឲ្យជាងជួយបញ្ចុះនៅពៅដោះជាធាតុសម្រាប់តិចអញ្ចឹងកាលណាក្លឹបអំពិលបញ្ចុះនឹងពៅដោះអីស៊ីសាច់រឿងគ្នាបងប្អូនត្រូវហ្មងសំណំហ្មងបងប្អូនកាលណាមានអីយកក្លឹបអំពិលរលេះនឹងយកមកឆ្លាក់ឲ្យអីបញ្ចុះនៅពៅដោះទៀតលេខ1ហ្មងខ្លាំងណាស់បងប្អូនខ្លាំងមែនតែនល្អហ្មងត្រូវសាច់រឿងហ្មងសូមអរគុណសូមជម្រាបលាជូនពរញាតិមិត្តបងប្អូនដែលបានចូលទស្សនាហើយឲ្យមេដៃហើយខមមិនសូមឲ្យជួបប្រទះនៅសេចក្តីសុខនិងចម្រើនហើយខ្ញុំធ្វើវីដេអូផុសក្នុង YouTube នេះមិនមែនជាវទេបងប្អូនខ្ញុំមិនបានជាវទេហើយបើបងប្អូនកូនក្មួយឆ្ងល់ត្រង់ណាអាចសួរខ្ញុំមានចំណេះដឹងប៉ុណ្ណាខ្ញុំប្រាប់តាមប៉ុណ្ណោះចំពោះអ្នកដែលគោរពស្រឡាញ់ថ្មីហើយចំពោះលោកគ្រូអ្នកគ្រូដែលជើងចាស់សូមអភ័យទោសខ្ញុំអត់ចេះអីទេតែខ្ញុំស្រឡាញ់ខ្ញុំយល់និយាយតាមការយល់មិនមែននិយាយតាមការរៀនតាមការចេះដឹងទេ
ហើយលេខទូរស័ព្ទរបស់ខ្ញុំ069 47 40 លេខ Telegram ក៏លេខនឹងដែរអរគុណជំរាបលាសូមឲ្យមានសេចក្តីសុខនិងចម្រើនហេងគ្រប់ប្រការធ្វើកិច្ចការអ្វីឲ្យសម្រេចបានដូចបំណងប្រាថ្នាដោយសារអំណាចដែលជះបារមីព្រះពុទ្ធព្រះធម៌ព្រះសង្ឃតាមជួយអស់លោកដែលគោរពស្រឡាញ់ថែ